ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបខ្ញុំសារជាថ្មីម្ដងទៀតហើយថ្ងៃនេះគឺខ្ញុំអត់មានម្ហូបអីទេថ្ងៃនេះខ្ញុំមកធ្វើជ្រក់លឹកខ្ទឹមម្ដងចាហើយម្ហូបជាមួយនឹងត្រីចៀនចាមុនដំបូងគឺខ្ញុំយកលឹកខ្ទឹមមកលាងឲ្យស្អាតជាមុនសិនចាចំពោះលឹកខ្ទឹមនេះគឺខ្ញុំលាងច្រើនទឹកណាបងប្អូនដើម្បីឲ្យវាជ្រះដីបានល្អអញ្ចឹងចំពោះបងប្អូនវិញលាងប្រហែលទឹកក៏បានដែរចាបន្ទាប់ពីខ្ញុំលាងលឹកខ្ទឹមរួចហើយគឺខ្ញុំចាប់ផ្ដើមមកកូរស្ករម្ដងចាស្ករគឺខ្ញុំធ្វើស្ករត្នោតណាបងប្អូនបើសិនជាបងប្អូនអត់មានស្ករត្នោតទេបងប្អូនអាចប្រើស្ករសជំនួសក៏បានចាជាដំបូងហ្នឹងគឺខ្ញុំដាក់ឆ្នាំងនៅលើចក្រានឲ្យវាក្តៅបន្តិចបន្ទាប់មកខ្ញុំដាក់ស្ករត្នោតចូលចារួចហើយខ្ញុំកូរវាឲ្យឡើងជើងត្រង់ចាបងប្អូនកំឡុងពេលកូរស្ករបងប្អូនកុំបើកភ្លើងខ្លាំងបងប្អូនបើកតិចៗបានហើយបើបើកភ្លើងខ្លាំងធ្វើឲ្យស្ករហ្នឹងវាឆាប់ខ្លោចចាបន្ទាប់មកគឺខ្ញុំធ្វើការកូរស្ករឲ្យវាឡើងក្រហមហើយឲ្យវាឡើងជើងក្រងបងប្អូនចាបន្ទាប់ពីស្ករខ្ញុំវាឡើងក្រហមហើយវាឡើងជើងក្រងហើយគឺខ្ញុំចាប់ផ្ដើមចាក់ទឹកចូលស្ករឈ្ងុយល្អហើយបន្ទាប់ពីខ្ញុំចាក់ចូលហើយហ្នឹងខ្ញុំត្រូវកូរស្ករដែលវាជាប់វែកហ្នឹងឲ្យវាលាយអស់សិនចាបន្ទាប់មកគឺខ្ញុំដាក់អំបិលក្រួសចូលហើយនឹងប៊ីចេងចូលចាបងប្អូនតាក់ទងនឹងអំបិលគឺបងប្អូនដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនបើសិនជាបងប្អូនចង់ទុកជ្រក់នឹងឲ្យបានហូបយូរថ្ងៃអញ្ចឹងបងប្អូនដាក់អំបិលឲ្យរាងប្រៃតិចទៅដើម្បីទុកបានយូរថ្ងៃចាបើសិនជាបងប្អូនគិតថាទុកសម្រាប់តែហូបមួយថ្ងៃពីរថ្ងៃអញ្ចឹងបងប្អូនដាក់អំបិលមិនតិចល្មមបានដែរដើម្បីវាឆាប់ជូរហើយឆាប់បានញ៉ាំអូយញ៉ាំមួយម៉ាត់ហ្នឹងអានេះតំណងណាចាបន្ទាប់ពីខ្ញុំដាក់អំបិលប៊ីចេងរួចហើយខ្ញុំគ្របទុកឲ្យវាពុះមួយសន្ទុះសិនដើម្បីឲ្យវាឆ្អិនទឹកស្ករបានល្អចាឥឡូវទឹកស្កររបស់ខ្ញុំបានពុះហើយអញ្ចឹងខ្ញុំបិទភ្លើងហើយទុកវាមួយឡែកសិនដើម្បីទុកឲ្យវាត្រជាក់បងប្អូនចាបន្ទាប់មកខ្ញុំមកធ្វើការមូលលឹកខ្ទឹមម្ដងចាបងប្អូនចំពោះលឹកខ្ទឹមគឺខ្ញុំជ្រក់អត់ដាក់វាទាំងវែងបែបនេះទេគឺខ្ញុំធ្វើការគួចលឹកវាឲ្យខ្លីបងប្អូនអញ្ចឹងបងប្អូនអាចគួចវាដូចខ្ញុំចេះមក
ចាឥឡូវលឹកខ្ទឹមខ្ញុំគួចស្អាតអស់ហើយបងប្អូនអញ្ចឹងខ្ញុំចាប់ផ្ដើមយកលឹកខ្ទឹមហ្នឹងទៅញាត់នៅក្នុងកន្លចាហើយខ្ញុំក៏ដាក់ម្ទេស4 10គ្រាប់ចូលផងដែរ ញាត់យកដាក់កន្ល ចាបន្ទាប់ពីខ្ញុំញាត់លឹកខ្ទឹមនិងម្ទេសចូលក្នុងកន្លរួចហើយអញ្ចឹងខ្ញុំយកទឹកស្ករដែលខ្ញុំបានដាំទុកឲ្យវាត្រជាក់អំបាញ់មិញនេះយកមកចាក់ចូលក្នុងកន្លខ្ទឹមរបស់ខ្ញុំចាបន្ទាប់មកខ្ញុំគ្របវាឲ្យស្អាតរួចហើយខ្ញុំទុកវារយៈពេល2ថ្ងៃបងប្អូនចាអញ្ចឹងជ្រក់ខ្ទឹមនេះគឺខ្ញុំទុកតែ2ថ្ងៃគឺបានញ៉ាំហើយបងប្អូនចាឥឡូវខ្ញុំមកធ្វើការលាងត្រីឲ្យស្អាតម្ដងចាចំពោះត្រីគឺខ្ញុំលាងប្រើអំបិលក្រួសបងប្អូនដោយសារតែខ្ញុំដាក់អំបិលក្រួសទៅវាកាត់ឆ្អាបបានល្អហើយវាលាងបានល្អទៀតចាហើយបន្ទាប់ពីខ្ញុំលាងត្រីរួចហើយគឺខ្ញុំយកត្រីទៅចៀនចាជាដំបូងគឺខ្ញុំដាក់ខ្ទះនៅលើចក្រានបន្ទាប់មកខ្ញុំចាក់ខ្លាញ់ចូលហើយទុកឲ្យវាក្តៅបន្តិចបន្ទាប់មកខ្ញុំដាក់ត្រីចូលហើយខ្ញុំទុកមួយសន្ទុះដើម្បីឲ្យត្រីវាឆ្អិនមកខាងសិនចាឥឡូវត្រីរបស់ខ្ញុំបានឆ្អិនមកខាងហើយអញ្ចឹងខ្ញុំប្រែមកខាងទៀតហើយទុកវាមួយសន្ទុះដើម្បីឲ្យវាឆ្អិនស្មើគ្នាទាំងសងខាងចាឥឡូវត្រីរបស់ខ្ញុំគឺឆ្អិនទាំងសងខាងស្មើគ្នាហើយអញ្ចឹងខ្ញុំទុកត្រីមួយឡែកសិនអញ្ចឹងខ្ញុំមកធ្វើការដួសជ្រក់ម្ដងបងប្អូនចានេះបងប្អូនឃើញទេជ្រក់ខ្ញុំទុកតែ2ថ្ងៃឯងគឺញ៉ាំបានហើយអញ្ចឹងខ្ញុំដួសវាចេញពីកន្លមករួចហើយខ្ញុំថែមតែស្ករត្នោតបន្តិច3ចេងបន្តិចគឺខ្ញុំអាចញ៉ាំបានហើយបងប្អូនប៉ុន្តែដោយសារតែខ្ញុំអត់ទាន់ញ៉ាំទេខ្ញុំគ្រាន់តែដួសវាទុកដាក់ចានសិនអញ្ចឹងនៅពេលដែលខ្ញុំយកវាទៅញ៉ាំបានខ្ញុំថែមស្ករបន្តិច3ចេងបន្តិចគឺរួចជាការស្រេចចាចំពោះជ្រក់លឹកខ្ទឹមនេះផងដែរគឺងាយស្រួលធ្វើទេបងប្អូនអាចសាកល្បងធ្វើវាញ៉ាំនៅផ្ទះបានហើយវាមានរសជាតិឆ្ងាញ់ប្លែកមែនតែនចាហើយវីដេអូរបស់នាងខ្ញុំក៏មានតែប៉ុណ្្នឹងទេជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនានៅវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ
Nhanh.